សម្រាប់ស៊ុបហ្នឹងបងធ្វើបែបនេះញ៉ាំជាមួយបាយក៏បានចាចង់ស្រុះមីស្រុះកាទៀវមីស៊ូអីក៏បានដែរចាហើយបន្ថែមសាច់ដូចជាប្រហិតគ្រឿងសមុទ្រឬក៏សាច់គោអីតាមចំណង់ចំណូលចិត្តថែមទៀតមកហើយសម្រាប់ស៊ុបថ្ងៃនេះគឺខ្ញុំមានគ្រឿងកាត់ឆ្អាបក៏ដូចជាធ្វើឲ្យស៊ុបរបស់យើងឈ្ងុយចាមានជាមួយនឹងអឺខ្ទឹមចាខ្ទឹមបារាំង2មើមចាដាក់ទៅដើម្បីឲ្យស៊ុបរបស់យើងមានជាតិផ្អែមអញ្ចឹងណាបងហើយខ្ទឹមសចាជាមួយនឹងគ្រឿងហៃប៊ីជាហ៊ឺក៏ដូចជាឆៃប៉ៅចាហើយនឹងដុំស៊ុបរបស់យើងក្បាត់បានទេដុំស៊ុបខ្ញុំដាក់2ដុំចាយើងយកគ្រឿងទាំងអស់ហ្នឹងទៅលីងវាឬក៏បងយកអាំងក៏បានដុតក៏បានដែរសម្រាប់ខ្ញុំដាក់ខ្ទះហើយខ្ញុំលីងវាឲ្យវារៀងឈ្ងុយអញ្ចឹងណាបងចាលើកលែងតែឆៃប៉ៅគ្រាន់តែលាងឲ្យស្អាតមកយកមកដាក់ស្ងោរខ្ញុំអត់យកទៅលីងទេណាបងចាហើយសម្រាប់ផ្នែកសាច់ចាខ្ញុំថ្ងៃនេះខ្ញុំធ្វើស៊ុបដាក់ជើងជ្រូកបងព្រោះអត់ចង់ឲ្យសាច់មានខ្លាញ់អីចឹងណាចឹងខ្ញុំប្រើជើងជ្រូកយកមកដាក់ល្ងដើម្បីឲ្យវាមានជាតិឆ្ងាញ់ចឹងណាបងវាអត់សូវមានខ្លាញ់ហើយផ្នែកបន្លែខ្ញុំមានជាមួយនឹងពោតចាពោតការ៉ុតហើយនឹងឆៃថាវដាក់ទៅដើម្បីឲ្យទឹកស៊ុបរបស់យើងកាន់តែមានជាតិផ្អែមដាក់បន្លែកាន់តែច្រើនយកជាតិបន្លែកាន់តែច្រើនមកល្អបងហើយសម្រាប់គ្រឿងឲ្យខ្ញុំអត់សូវប្រើដិតទេលក្ខណៈសាបចឹងណាធ្វើឲ្យអ្នកជំងឺញ៉ាំដើម្បីឲ្យមានកម្លាំងចឹងណាបងអញ្ចឹងមិនសូវជាយករសជាតិដិតប្រហែលទេហើយសម្រាប់សាច់មួយផ្នែកទៀតខ្ញុំមានជាមួយនឹងសាច់ជ្រូកច្រាំក៏ខ្ញុំចាមបែបសាច់សុទ្ធដែរអត់សូវប្រើខ្លាញ់ទេបងគឺអត់ប្រើខ្លាញ់អត់ប្រើសាច់បេជ័នទេចាខ្ញុំច្រាំដាក់គ្រឿងបែបសាបចឹងណាចាជាមួយនឹងខ្ទឹមសម្រេចអីចឹងទៅចាហើយពូនវាមូលដូចប្រហិតចឹងណាបងហើយនេះយើងល្ងាស់ស៊ុបរបស់យើងបន្លែរបស់យើងរៀងផុយរឿងអីហើយខ្ញុំស្រង់ពោតចាហើយស្រង់ជាមួយនឹងគ្រឿងស៊ុបរបស់យើងចេញណាបងកុំឲ្យវានៅច្រើនពេកស្រង់វាចេញទៅដើម្បីវាអស់លក្ខណៈថាវាអស់ជាតិតែយើងស្រង់ចេញមកបងហើយពោតនេះក៏ខ្ញុំស្រង់ចេញដែរដោយសារវាឆ្អិនដែរចឹងណាអត់ចង់ល្ងាស់វាយូរពេកចឹងយើងទុកតែបន្លែរបស់យើងប៉ុណ្នេះមកហើយបន្ថែមជាមួយនឹងសាច់ជ្រូកច្រាំរបស់យើងមកជាការស្រេចហើយនេះគ្រឿងសម្រាប់ធ្វើស៊ុបដាក់ស៊ុបរបស់ខ្ញុំណាបងបន្លែមានជាមួយនឹងតកួនស្ពៃតឿហើយនេះសាច់ជ្រូកច្រាំណាបងចាហើយសម្រាប់ពោតខ្ញុំដាក់ចូលឆ្នាំងចឹងណាចឹងយើងស្រង់មកដាក់បែបហ្នឹងណាបងហើយជាមួយនឹងខ្ទឹមពងជាមួយនឹងជីក្រូចខ្ទឹមក្រូចឆ្មាចាអត់ភ្លេចទេហើយយើងបុកទឹកត្រីកោះកុំក៏បានឬក៏ធ្វើទឹកត្រីអីដែលបងចូលចិត្តណាចាអាចញ៉ាំជាមួយគ្នាបានហើយចង់ស្រុះមីក៏បានកាទៀវក៏បានអីក៏បានដែរបងហើយឬក៏យើងដួសដាក់ឆ្នាំងឆ្នាំងស៊ុបមួយមកចាយើងញ៉ាំលក្ខណៈស៊ុបក្តៅបងចឹងក៏បានដែរជាតិឆ្ងាញ់ដូចគ្នាតែថ្ងៃនេះគឺខ្ញុំធ្វើលក្ខណៈសាបឲ្យអ្នកជំងឺហត់ទេដាក់បន្លែដាក់អីមកឲ្យគាត់ហត់ឬក៏លាយបាយតិចតួចចឹងណាបងចាអត់បានយកទៅស្រុះមួយកាទៀវមួយអីទេហើយអ្នកចង់ញ៉ាំមីក៏ញ៉ាំបានដែរចានេះបងរួចរាល់ហើយនៅពេលដែលឆ្អិនថែមតាគោលខ្ទឹមហើយនឹងខ្ទឹមបំពងមកជាការស្រេចដួសដាក់ចានចាដាក់តែបន្លែរបស់យើងមកហើយបន្ថែមជាមួយនឹងក្រូចឆ្មាជាមួយនឹងខ្ទឹមបំពងហើយជីរបស់យើងមកជាការស្រេចអាចញ៉ាំបានហើយបងមានអាចធ្វើតែទឹកជ្រលក់តាមចំណង់ចំណូលចិត្តបានចាសម្រាប់ខ្ញុំចាខ្ញុំមកធ្វើជាប្រភេទទឹកត្រីកោះកុងដើម្បីជ្រលក់សាច់របស់យើងចឹងណាបងចាលក្ខណៈបែបសាបទេបងខ្ញុំអត់សូវជាយករសជាតិដិតអីទេសម្រាប់ស៊ុបមួយឆ្នាំនេះណាតែសំខាន់ពៅកម្លាំងសាហាវហ្មងចាបងកុំភ្លេចសាកបងធ្វើរសជាតិឆ្ងាញ់មិនសូវជាទ្រាំទេបងដោយសារវាអត់សូវមានខ្លាញ់ខ្ញុំប្រើជាប្រភេទសាច់សុទ្ធហើយនឹងជើងជ្រូកចឹងណាបងចឹងមានតែប៉ុណ្្នឹងទេបងអរគុណច្រើន